បាលថៃថ្មីដែលដឹកនាំដោយលោកអនុទានឆៅរគុណគឺបានដាក់ចេញនៅកញ្ចក់ថវិកាការពារជាតិថ្មីរហូតដល់ 3.5280 trillion បាតគឺមានការកើនឡើងប្រមាណ 0.2% ដែលផ្ដោតលើវិស័យការពារជាតិដើម្បីធានាឲ្យបាននៅនិរន្តរភាពក្នុងការការពារទឹកដីអញ្ចឹងយើងមើលអំពីចំណុចនេះបងប្អូនលោកគ្នាគឺថៃគេកំពុងតែព្យាយាមពង្រឹងនៅវិស័យការពារជាតិគេយ៉ាងខ្លាំងមែនទែនគេមិនដែលគិតថានឹងបោះបង់នៅវិស័យការពារជាតិនេះទេប៉ុន្តែសម្រាប់ប្រទេសយើងគឺយើងមិនត្រូវភ្លេចខ្លួនទេព្រោះថៃយើងដែលស្អីជាប្រទេសមួយដែលតាមតែចង់បាននៅទឹកដីរបស់គាត់សូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកតាមដានព្រឹត្តិការណ៍ដ៏ល្បីមួយនៅក្នុងប្រទេសថៃពាក់ព័ន្ធនឹងរដ្ឋបាលប្រជារដ្ឋាភិបាលលោកអនុទានឆៅរគុណបានដាក់ចេញនៅកញ្ចក់ថវិកាថ្មីគឺការបន្ថែមទៅលើវិស័យការពារជាតិរហូតដល់ 3.788 trillion បាតដែលស្មើប្រមាណ 5.9 ពាន់លានដុល្លារដែលជាវិស័យការពារជាតិមួយដ៏ធំឥឡូវយើងទៅតាមដានព័ត៌មានអន្តរជាតិពាក់ព័ន្ធនឹងការដំឡើងថវិកាជាតិរបស់ក្រសួងការពារជាតិថៃនៅក្នុងចំណងជើងនេះគេថារដ្ឋាភិបាលថៃបានដាក់ចេញនៅកញ្ចក់ថវិកាការពារជាតិរហូតដល់ 3.788 trillion បាត budget plan មានថានាយករដ្ឋមន្ត្រីលោកអនុទានឆៅរគុណបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការពង្រឹងវិស័យការពារជាតិរបស់ប្រទេសថៃដែលនៅឆ្នាំ 2027 គម្រោងថវិកានេះគឺមានអានុភាពក្នុងការបន្ថែមនៅថវិកាដើម្បីជាការព្រមានទៅដល់លទ្ធភាពនៃយោធាត្រូវតែមានគ្រប់គ្រាន់ក្នុងការការពារនៅការគម្រាមកំហែងនិងការកើនឡើងនៃការគម្រាមកំហែងពីខាងក្រៅជាសកលថ្លែងនៅឯសន្និសីទស្ដីពីគម្រោងថវិកាជាតិនៅឯ Impact មុងថុងធានីខែមេសាឆ្នាំ 2026 លោកអនុទានបាននិយាយថាពិភពលោកគឺកំពុងតែប្រឈមនៅអរិភាពក្នុងរួមមានចំនួននៅតែបន្តជាពិសេសគឺចំនួននៅក្នុងតំបន់មជ្ឈមបូព៌ានិងបញ្ហាសុវត្ថិភាពធម្មពលជាសកលនិងលក្ខខណ្ឌសេដ្ឋកិច្ចមានន័យថាលោកនិយាយអំពីបញ្ហាសង្គ្រាមជាពិសេសសង្គ្រាមនៅមជ្ឈមបូព៌ាដែលវាប៉ះពាល់ទៅដល់សន្តិសុខធម្មពលជាសកលនិងប៉ះពាល់ទៅដល់លក្ខខណ្ឌសេដ្ឋកិច្ចលោកបានថ្លែងថារដ្ឋាភិបាលរបស់លោកត្រូវតែសម្របសម្រួលដោយធ្វើឲ្យប្រសើរឡើងឲ្យកាន់តែមានប្រសិទ្ធភាពនិងកាត់បន្ថយការចំណាយដែលមិនចាំបាច់ដើម្បីធានាថាគម្រោងថវិកាទាំងអស់គឺបានបែងចែកធ្វើម៉េចឲ្យមានអត្ថប្រយោជន៍ជាអតិបរមាទៅកាន់ប្រទេសរបស់ខ្លួនមានន័យថាលោកអនុទានបាននិយាយថារដ្ឋាភិបាលរបស់លោកដែលដឹកនាំដោយលោកផ្ទាល់នឹងធ្វើយ៉ាងម៉េចសម្របសម្រួលនៅថវិកាប្រើឲ្យមានប្រសិទ្ធភាពហើយជាប់គោលដៅនិងទទួលបានផលជាអតិបរមាក្នុងថ្លែងនៅក្នុងសន្ទរកថានៅឯសន្និសីទនោះឆ្នាំ 2022 គម្រោងថវិការបស់វិស័យការពារជាតិថៃគឺមានរហូតដល់ 3.788 trillion បាតដែលវាកើនឡើងប្រមាណ 7.4 billion បាតគឺស្មើនឹង 0.2% នៃថវិកាជាតិឆ្នាំមុនមានន័យថាឆ្នាំនេះគឺថវិកាជាតិរបស់ថៃកើនឡើងពី 7.4 billion បាតគឺស្មើ 0.2% លោកអនុទានបាននិយាយថាគម្រោងនេះត្រូវតែធ្វើឲ្យច្បាស់លាស់និងផ្ដោតមានន័យថាបើនិយាយសាមញ្ញគម្រោងនេះគឺមានភាពច្បាស់លាស់គម្រោងថវិកាបន្ថែមពីលោកយោធានេះគឺមានគម្រោងច្បាស់លាស់ហើយនឹងផ្ដោតឲ្យចំគោលដៅនៅក្នុងខ្សែបន្ទាត់នៃគម្រោងគោលនយោបាយ10ចំណុចដែលកំណត់អំពីការបន្តនៅការពង្រឹងសេដ្ឋកិច្ចនិងធ្វើម៉េចឆ្ពោះទៅលើការកើនឡើងនៅសេដ្ឋកិច្ចរយៈពេលមធ្យមមានន័យថាការបង្កើននឹងធ្វើម៉េចដើម្បីធានានៅភាពគួរប្រជែងផ្នែកសេដ្ឋកិច្ចនិងការកើនឡើងឬក៏កំណើនជានិរន្តរភាពរយៈពេលវែងលោកបានគូសបញ្ជាក់អំពីចំណុច5នៃគោលនយោបាយចំណុចសំខាន់នៃគោលនយោបាយទី1គឺការអភិវឌ្ឍសេដ្ឋកិច្ចកិច្ចការបរទេសហើយនិងសន្តិសុខជាតិព្រមជាមួយនឹងការអភិវឌ្ឍសង្គមរួមមានគ្រោះមហន្តរាយនិងការគ្រប់គ្រងបរិស្ថាន
ហើយនឹងកំណែតំណងវិស័យសាធារណៈនិងការប្រយុទ្ធប្រឆាំងអំពីអំពើពុករលួយមានន័យថាក្នុងគម្រោង5ហ្នឹងគឺមានការប្រវត្តិសេដ្ឋកិច្ចពីការបរទេសការសន្តិសុខជាតិការអភិវឌ្ឍសង្គមហើយកំណែតំណងវិស័យសាធារណៈហើយនឹងការប្រយុទ្ធប្រឆាំងអំពើពុករលួយតោះចំពោះគោលនយោបាយធម្មពលលោកនាយករដ្ឋមន្ត្រីបានធ្វើការស្នើសុំឲ្យមានការពង្រឹងនៅការឆ្លងកាត់ដើម្បីសម្អាតនិងបង្កើតនូវធម៌ពលដែលជាធម៌ពលដែលកកើតឡើងវិញដោយជំរុញឲ្យរដ្ឋាភិបាលនិងភ្នាក់ងារទាំងអស់សម្របសម្រួលប្រើប្រាស់នៅរថយន្តអគ្គិសនីហើយនឹងពង្រីកនៅការដំឡើងនៅស្រទាប់សូឡាដែលអាចធ្វើដែលតាមលទ្ធភាពដែលអាចធ្វើបានដើម្បីកាត់បន្ថយការពឹងពាក់ទៅលើឧស្ម័នជាមានលោកជំរុញឲ្យរដ្ឋាភិបាលនឹងធ្វើម៉េចប្រើប្រាស់នៅធម៌ពលដែលកកើតឡើងវិញហើយជំរុញឲ្យរដ្ឋាភិបាលប្រើប្រាស់នៅរថយន្តអគ្គិសនីជំរុញប្រជារដ្ឋប្រើប្រាស់នៅរថយន្តអគ្គិសនីហើយនឹងការដំឡើងនៅបន្ទះសូឡាដើម្បីកាត់បន្ថយការពឹងពាក់ទៅលើឧស្ម័នចំពោះវិស័យការពារជាតិលោកអនុទានបានផ្ដោតទៅលើកន្លែងដែលរដ្ឋាភិបាលផ្ដោតសំខាន់ខ្លាំងបំផុតគឺយោធាត្រូវតែត្រៀមហើយនឹងធ្វើម៉េចការពារបុរណភាពទឹកដីគឺលោកផ្ដោតទៅលើវិស័យការពារជាតិធ្វើម៉េចត្រូវតែយោធានឹងគឺមានត្រៀមលក្ខណៈនិងការពារនៅអធិបតេយ្យភាពរបស់ខ្លួនលោកបានសង្កត់ធ្ងន់អំពីសភាវុធនិងឧបករណ៍យោធាត្រូវតែរៀបចំឲ្យបានគ្រប់គ្រាន់ហើយនឹងឲ្យមានលទ្ធភាពក្នុងការព្រមានតាមរយៈការព្រមាននេះថៃមិនអាចមានន័យថាថៃមិនអាចធ្វើឲ្យខ្លួនឯងជាជនរងគ្រោះដើម្បីធ្វើការគម្រាមមានការគម្រាមបង្ហាញពីអ្នកដទៃតោះជាងទៅមើលទៅទៀតយើងមិនអនុញ្ញាតឲ្យកម្លាំងប្រឆាំងទៅលើការគិតហើយនឹងជឿជិតនៅប្រទេសវិវងរបស់យើងនេះតោះទៅទៀតលោកបានចង្អុលបង្ហាញអំពីកងកម្លាំងប្រដាប់អាវុធជាមួយនឹងការឡាយថវិកាដើម្បីធានាឲ្យបាននៅផែនការសមត្ថភាពការវិជាតិបន្ថែមពីនេះទៅទៀតយោធាថៃក៏បានពង្រឹងអំពីភាពសំខាន់ចំពោះការការពារនៅអធិបតេយ្យភាពសេចក្តីថ្លៃថ្នូរហើយនឹងសន្តិសុខជាតិគេហៅថាទឹកដីនៃផែនទីប្រទេសថៃគេជាផែនទីឯកតោហ្នឹងលោកអនុទានបានបញ្ជាក់សារឡើងវិញថារដ្ឋាភិបាលនឹងបើកបង្ហាញផ្លូវចំនួន3ឬក៏ប្រាប់នៅគោលនយោបាយសំខាន់3ទី1គឺការពារជាតិទី2ការពារសាសនានិងព្រះមហាក្សត្រអូខេណាក្នុងរួមមានរដ្ឋាភិបាលប្រជាធិបតេយ្យជាមួយនឹងព្រះមហាក្សត្រដែលជាប្រមុខរដ្ឋហើយនឹងធានាបាននៅច្បាប់យុត្តិធម៌លោកបានជំរុញឲ្យភ្នាក់ងារទាំងអស់ធ្វើការរួមគ្នាដើម្បីជំរុញនឹងការអភិវឌ្ឍសេដ្ឋកិច្ចជាមួយនឹងការថែរក្សាឲ្យបាននៅវិស័យការពារជាតិដ៏រឹងមាំហើយនឹងធានានៅរយៈពេលយូរតោះឥឡូវយើងទៅមើលគម្រោងផែនការ2022នៃថវិកាជាតិរបស់កងទ័ពថៃអញ្ចឹងលោកអនុទានឆាវ៉ាកុនគឺគាត់បានដាក់ចេញនៅផែនការដើម្បីជំរុញវិស័យការពារជាតិថៃឲ្យមានកំណើនកាន់តែខ្លាំងជាងមុនក្នុងនោះគឺថវិកាគឺផ្ដោតទៅលើការនិយាយថាការបំពាក់នៅឧបករណ៍ទំនើបទី1ណាការបំពាក់ឧបករណ៍ទំនើបទៅលើយោធាថៃទី2ហ្នឹងគឺ major procurement មានថាការបញ្ជាទិញនៅសភាវុធទំនើបក្នុងរួមមានទិញនៅដូចជា Quadrant 12មានយន្តហោះចម្បាំង Quadrant 12ដូចជា Gripen E ហើយនឹងយន្តហោះចម្បាំងផ្សេងទៀតហើយនឹងយន្តហោះយន្តខ្លះ S26T ហើយនឹង Navy ពីប្រទេសចិនជាដើមអានឹងទី2ទី3គឺ force distribution មានការចែកចាយនៃកម្លាំងក្នុងនោះគឺ 48% នៃវិស័យការពារជាតិគឺរួមបញ្ចូលវិស័យតបអាកាសគឺ 21% ហើយវិស័យ Navy វិស័យជើងទឹកគឺប្រមាណ 18% ឡើងទៅជាមានន័យថាវិស័យការពារជាតិរបស់ថៃគឺច្រើនណាស់ចំណុចទី4គឺ recent spending trend ប្រធាននាការចំណាយថ្មីនេះគឺយោធាបានចំណាយនៅឆ្នាំ2024គឺប្រមាណ 5.52 ពាន់លានធ្លាក់ចុះពី 5.72 នៅឆ្នាំ2023ជាងមាននៅឆ្នាំ2023ហើយការចំណាយយោធាគឺ 5.72 ដល់ពេល2024គឺ 5.52 ជាងមានការធ្លាក់ចុះគោលដៅយុទ្ធសាស្ត្រគឺថវិកាគឺផ្ដោតលើការប្រឈមមុខក្នុងតំបន់ការការពារនៅ
ព្រំដែនអធិបតេយ្យភាពជាពិសេសគឺភាគខាងត្បូងហើយនឹងការកាត់បន្ថយការពឹងផ្អែកការនាំចូលវិជាឧស្សាហកម្មសភាវុធខ្ញុំមានន័យថាតោះឥឡូវយើងទៅមើលអំពីយោធាថៃបច្ចុប្បន្នគឺយោធាថៃគឺមានប្រមាណ360,000យោធានោះរួមមាន245,000គឺជាទាហានសកម្មហើយ115,000គឺជា conscript មានន័យថាអ្នកខាងសេវាកម្មនិយាយពីវិស័យយោធាថៃគឺមានការធ្វើទំនើបកម្មហើយនឹងមានការសហប្រតិបត្តិការជាមួយនឹងបកសម្ព័ន្ធបញ្ចូល NATO ហើយនិងសហរដ្ឋអាមេរិកខ្ញុំមានន័យថាកញ្ចក់ថវិកាដ៏ច្រើនមហិមារបស់រដ្ឋាភិបាលថៃដែលដំឡើងរហូតដល់3.788,000 លានដុល្លារគឺជាចំនួនមួយដ៏ច្រើនរដ្ឋាភិបាលអនុទិនដែលដឹកនាំរដ្ឋាភិបាលថ្មីដែលរដ្ឋាភិបាលថៃថ្មីដែលដឹកនាំដោយលោកអនុទិនឆៅរគុណគឺបានដាក់ចេញនៅកញ្ចក់ថវិកាការពារជាតិថ្មីរហូតដល់3.780 trillion បាតគឺមានការកើនឡើងប្រមាណ0.02% ដែលផ្ដោតទៅលើវិស័យការពារជាតិដើម្បីធានាឲ្យបាននៅនិរន្តរភាពក្នុងការការពារទឹកដីអញ្ចឹងយើងមើលអំពីចំណុចនេះបងប្អូនទាំងគ្នាគឺថៃគេកំពុងតែព្យាយាមពង្រឹងនៅវិស័យការពារជាតិគេយ៉ាងខ្លាំងមែនទែនគេមិនដែលគិតថានឹងបោះបង់នៅវិស័យការពារជាតិនេះទេប៉ុន្តែសម្រាប់ប្រទេសយើងគឺយើងមិនត្រូវភ្លេចខ្លួនទេព្រោះថៃយើងអាស្រ័យជាប្រទេសមួយដែលតាមតែចង់បាននៅទឹកដីរបស់កម្ពុជាអញ្ចឹងថ្ងៃនេះយើងមានព័ត៌មានប៉ុណ្ណឹងណាពុកម៉ែអរគុណច្រើនលា